បាទសេស្ដួសួស្ដីអ្នកគាំទ្ររឿងតានជីរ៉ូកាម៉ាដូក្នុងរឿង Demon Slayer ទាំងអស់គ្នាជួបខ្ញុំតាជាថ្មីទៀតហើយថ្ងៃនេះខ្ញុំនឹងមកសម្រាយភាគ7ឲ្យអ្នកទាំងអស់គ្នាបានទស្សនាម្ដងទៀតនិងការវិភាគ6តានជីរ៉ូក៏បានវាយប្រហារជាមួយនឹងបិសាចភក់ចំនួន3នាក់ហើយត្រូវបានប្អូនស្រីរបស់គេជួយសង្គ្រោះទាន់ពេលដោយសារការចង់វាយប្រហារពីក្រោយខ្នងរបស់បិសាចនោះហើយ Nezuko ក៏បានចេញពីប្រអប់ដែលតានជីរ៉ូស្ពាយនោះធាក់បិសាចនោះមកជើងក្បាលវល់ខ្ញាល់តែម្ដងសម្រាប់ភាគ7នេះតើមានរឿងអ្វីខ្លះកើតឡើងតោះយើងចូលទៅក្នុងភាគ7ទាំងអស់គ្នាហ្មងទៅក្រោយពីតាន់ជីរ៉ូនិង Nezuko វាយប្រហារជាមួយនឹងបិសាចវាភក់ទាំង3នោះហើយបិសាចនោះឡើងមកលើមួយនៅក្រោមទឹក2ពីព្រោះថាការប្រយុទ្ធជាមួយតាន់ជីរ៉ូនៅលើផ្ទៃដីវាពិបាកប្រយុទ្ធអញ្ចឹងបិសាចនោះវាល្បិចឲ្យតាន់ជីរ៉ូចុះទៅក្នុងទឹកនៅក្រោមដីហ្នឹងទៅតែមានប្រឡោះមួយអញ្ចឹងទៅហើយមកទៀតតាន់ជីរ៉ូនិង Nezuko ក៏បានចែកផ្លូវគ្នាប្រយុទ្ធតម្រូវឲ្យ Nezuko នៅលើដីដើម្បីការពារសាគូមីនិងក្មេងស្រីម្នាក់ដែលរងគ្រោះនោះនៅលើគោហើយតាន់ជីរ៉ូក៏សម្រេចចិត្តថាចុះទៅក្នុងទឹកភក់ជាមួយនឹងបិសាច2នាក់ទៀតដើម្បីធ្វើការប្រយុទ្ធហើយតាន់ជីរ៉ូក៏និយាយអើជាមួយនឹងប្អូនរួចហើយក៏បានចុះទៅក្នុងទឹកភក់នោះដើម្បីប្រយុទ្ធជាមួយនឹងបិសាច2នាក់ទៀតក្រោយពីគេបានចុះទៅក្នុងទឹកភក់នោះហើយគេក៏បានឃើញបិសាចទាំង2នាក់នោះមានការបំលាស់ទីលឿនមែនទែនធ្វើឲ្យតាន់ជីរ៉ូពិបាកក្នុងការវាយប្រហារមែនទែនក្រោយមកតាន់ជីរ៉ូក៏បានដកដង្ហើមឲ្យបានល្អនិងនឹកឃើញដល់ការបង្ហាត់បង្រៀនដែលគេវឹកហាត់នៅលើភ្នំសាជេរីជាមួយលោកគ្រូយូរ៉ូកូតាគីគេក៏បានប្រើស្នៀតរះដាវរបស់គេគឺស្នៀតដង្ហើមដាវទី6ក្រោយមកក៏បានកវីក្បត់ដាវអញ្ចឹងទៅធ្វើជាព្យុះធ្វើជាអីចោលគួចអីហ្នឹងទៅគួចឲ្យបិសាចទាំង2នាក់នោះដាច់ក្បាលដាច់ដៃដាច់ជើងកណេតកណាត់ងាប់បាត់ទៅក្រោយពីគេបានសម្លាប់បិសាចទាំង2នោះហើយគេក៏បានឃើញនៅកញ្ចប់មួយដែលមានអនុស្សាវរីយ៍របស់ក្មេងស្រីដែលស្លាប់ដោយសារតែបិសាចភក់ទាំងអស់នោះគេក៏បានយកកំណាត់មួយដុំនោះស្ទុះឡើងមកលើគោកវិញទៅចំណែកឯ Nezuko នៅលើដីនេះវិញគេបានវាយជាមួយនឹងបិសាចមួយទៀតហើយបិសាចនោះចេញក្បាច់គុណការ៉ាតេដូអីចឹងទៅហើយ Nezuko គេចហើយដាក់បិសាចនោះមាត់ដៃចំដងហើមបិសាចនោះក្អួតឈាមចេញមកក្រោយមកទៀតបិសាចនោះក៏បានវាយប្រហារជាមួយនឹង Nezuko ធ្វើឲ្យ Nezuko មានរបួសនៅលើថ្ងាសហើយពេលនោះបិសាចនៅលើគោកនោះបំរុងនឹងសម្លាប់ Nezuko ទៅហើយតាន់ជីរ៉ូក៏បានស្ទុះចេញពីទឹកភក់នោះវិញកាត់បិសាចនោះដាច់ដៃមួយកណាត់បាត់ទៅហើយគេក៏បាននិយាយថាយើឯងចង់ប៉ះប្អូនស្រីរបស់យើងផងហ៎យកដៃចេញភ្លាមពេលនោះតាន់ជីរ៉ូក៏បានទាញដាវរបស់គេកាត់ដៃបិសាចនោះដាច់បាត់ទៅហើយ Nezuko ក៏បានស្លាប់បាត់ទៅពីព្រោះថានាងត្រូវរបួសក្រោយមកតាន់ជីរ៉ូក៏បានសួរចម្លើយទៅកាន់បិសាចភក់ដែលបានកាត់ដៃនោះមិនទាន់ស្លាប់នៅឡើយទេហើយគេក៏បាននិយាយថាប្រាប់អញភ្លាមតើបិសាចមូសាននៅណាហើយឯងកើតមកពីណាពីណីអញ្ចឹងទៅហើយបិសាចវាភក់នោះអត់ហ៊ាននិយាយឈ្មោះមូសានទេពីព្រោះថាកាលណានិយាយឈ្មោះមូសានពួកឲ្យវាស្លាប់អីចឹងណាហើយវាក៏នៅតែបកកាយថាអត់ទេខ្ញុំអត់អាចប្រាប់បានទេអត់អាចប្រាប់បានទេតាន់ជីរ៉ូនិយាយថាលឿនណាស់បើមិនចង់ងាប់លឿនឡើងមកក្រោយពីលឺសូតាន់ជីរ៉ូនិយាយបែបនេះហើយបិសាចនោះក៏វាបានបែងកើតដៃរបស់វាមកសាជាថ្មីរៀបនឹងសម្លាប់តាន់ជីរ៉ូទៅហើយតាន់ជីរ៉ូក៏បានប្រើស្នីដារបស់គេកាត់ក្បាលបិសាចនោះស្លាប់បាត់ទៅក្រោយមកគេក៏លេចទៅមើលប្អូនស្រីរបស់គេពីព្រោះថាប្អូនស្រីរបស់គេពេលនេះត្រូវរបួសហើយបានស្លាប់នៅក្បែរជាងផ្ទះអីចឹងណាក្រោយមកតាន់ជីរ៉ូរបស់យើងក៏បានទៅនិយាយជាមួយប្អូនស្រីដោយនិយាយថាសុំទោសប្អូនស្រីដែលបងការពារប្អូនឯងមិនបានល្អអីចឹងទៅក្រោយមកទៀតលោកកាស៊ូមីនោះក៏បាននិយាយដាក់តាន់ជីរ៉ូថាទោះបិសាចស្លាប់ក៏ដោយក៏ប៉ុន្តែគាត់មិនអាចយកគូដណ្ដឹងរបស់គាត់មកវិញបានទេពីព្រោះថាបិសាចនោះត្រូវបានស៊ីបាត់ហើយគាត់ក៏បានទៅដល់ក្បួចខោអាវតាន់ជីរ៉ូចឹងទៅសម្លុតតាន់ជីរ៉ូថាឯងសប្បាយចិត្តអត់ពេលដែលបាត់បង់មនុស្សជាទីស្រឡាញ់បែបនេះតាន់ជីរ៉ូក៏អត់មានខឹងអត់មានអីទេពីព្រោះថារឿងបែបនេះតាន់ជីរ៉ូបានឆ្លងកាត់រួចហើយមិនមែនបាត់បង់ម្នាក់ទេគឺបាត់បង់ច្រើនមែនទែនជាមួយគ្រួសាររបស់គាត់ឯណោះក្រោយមកទៀតតាន់ជីរ៉ូក៏បានចាប់ដៃរបស់កាស៊ូមីហើយនិយាយដល់ពាក្យផ្អែមល្ហែមថាលោកមិនត្រូវអស់សង្ឃឹមទេលោកត្រូវតែខិតខំតស៊ូទៅមុខទៀតទោះបីជាគូដណ្ដឹងរបស់លោកស្លាប់ក៏ដោយរួចហើយកាស៊ូមីក៏បានបិទរកទឹកភ្នែកក្រោយពីតាន់ជីរ៉ូដកយកវត្ថុអនុស្សាវរីយ៍ចេញពីកប៉ៅរបស់គាត់ឲ្យទៅកាស៊ូមីចឹងទៅក្រោយមកតាន់ជីរ៉ូក៏បានដើរចេញពីទីនោះហើយកាស៊ូមីក៏បានគួយយំបាត់ណាបាត់នៃលក្ខណៈទឹកភ្នែកពេញនឹងចឹងទៅក្រោយមកទៀតកាស៊ូមីក៏បាននិយាយពាក្យថាខ្ញុំសុំទោសតែបញ្ចេញកំហឹងដល់ឯងខ្ញុំអរគុណឯងខ្លាំងមែនតើហើយតាន់ជីរ៉ូអត់មាននិយាយអីច្រើនទេក៏បាយចឹងទៅរីករាយមែនតើតាន់ជីរ៉ូរបស់យើងមើលទៅគឺមិនងាយខឹងទេហើយមនុស្សសញ្ចេតនាខ្ពស់មែនតើអ្នកទាំងអស់គ្នាហើយស្របពេលដែលតាន់ជីរ៉ូបានដើរចេញពីកាស៊ូមីគេក៏បាននឹកដល់ស្ដេចបិសាចមូសានហើយគេខឹងមែនតើគេក៏និយាយថាឯងសម្លាប់មនុស្សច្រើនណាស់មូសានយើងមិនអាចលើកលែងឯងបានទេខ្ញុំនឹងស្វែងរកឯងរហូតតតែឃើញសម្លាប់ឯងចោលតែម្ដងពេលនោះក្អែករបស់តាន់ជីរ៉ូក៏បានមកដល់ហើយក៏និយាយថាតាន់ជីរ៉ូឆាប់ឡើងធ្វើដំណើរទៅទីក្រុងអាសាគូសាលឿនឡើងទៅទីក្រុងតូក្យូមានបិសាចមួយខ្លាំងមែនទែនលឿនឡើងហើយតាន់ជីរ៉ូក៏ទទួលបញ្ជាថាអូខ្ញុំដឹងហើយអរគុណច្រើនហើយក្អែកនោះក៏នៅតែចាប់ទាញតាន់ជីរ៉ូថាខ្ញុំដឹងហើយមិនបាច់ទាញមិនបាច់អីទេក្រោយមកតាន់ជីរ៉ូរបស់យើងក៏ធ្វើដំណើរទៅដល់ទីក្រុងអាសាគូសានោះនៃទីក្រុងតូក្យូបានជោគជ័យហើយគេក៏មានការភ្ញាក់ផ្អើលមែនទែនពីព្រោះថាគេធ្លាប់តែនៅជនបទអីចឹងណាមក
ដល់ទីក្រុងមានអារម្មណ៍ថាប្លែកខ្លាំងមែនទែនក្រោយមកគេក៏បានហេវអញ្ចឹងទៅក៏រត់ឆ្លេឆ្លាចោះឆ្លេឆ្លាឡើងក្រោយមកគេក៏បានរត់ចូលទៅច្រកតូចមួយរួចគេក៏បានឃើញមនុស្សប្រុសស្រីមួយគូកំពុងបឺតមាត់គ្នាអញ្ចឹងហើយគេក៏បាននិយាយថាអូសុំទោសលោកសុំទោសខ្ញុំមកខុសកន្លែងហើយសុំទោសក្រោយមកគេក៏បានធ្វើដំណើរទៅទៀតទៅដល់តូបមួយដែលមានលក់មីម្យ៉ាងឈ្មោះថាអ៊ូដងហើយមីអ៊ូដងហ្នឹងគឺជាមីទឹករបស់ជប៉ុនហើយរសជាតិឆ្ងាញ់មែនទែនអ្នកធ្លាប់សាកជួយខមមិនប្រាប់ខ្ញុំក្រោមវីដេអូផងក្រោយមកគេក៏បានទិញមីអ៊ូដងហ្នឹងមួយចានអញ្ចឹងទៅរៀបនឹងហូបហ្នឹងគ្រាន់ហត់ទឹកបានបន្តិចទៅក៏ស្រាប់តែគេហិតដឹងក្លិនចំហាយបីសាច់ដ៏ខ្លាំងមួយទៀតក្រោយមកគេក៏បានទម្លាក់ចានចុះរួចហើយធ្វើដំណើរទៅកាន់ក្លិនបីសាច់នោះទៅទុកប្អូនស្រីរបស់គេនៅនោះក្រោយមកទៀតតាន់ជីរ៉ូក៏បានទៅជួបនឹងបីសាច់មូសានពិតប្រាកដហើយពេលនេះក៏ប៉ុន្តែគាត់តែជួបឯងអត់ទាន់បានធ្វើអីកើតទេពេលហ្នឹងហើយដោយសារតែកំហឹងតាន់ជីរ៉ូរៀបដកដាវប្រយុទ្ធជាមួយនឹងមូសានទៅហើយក៏ប៉ុន្តែពេលនោះតាន់ជីរ៉ូក៏ក្រឡេកឃើញថាមូសានមានកូនស្រីម្នាក់អីចឹងណាហើយតាន់ជីរ៉ូគឺអាណិតមែនទែនគឺគាត់មានមនោសញ្ចេតនាខ្ពស់ហើយគាត់ខឹងសម្បាខ្លាំងនេះដោយសារតែមនោសញ្ចេតនារបស់គាត់ចំពោះការបាត់បង់គ្រួសារទាំងមូលរបស់គាត់ដែលមូសានបានសម្លាប់កាលពីគាត់មិនទាន់ក្លាយជាក្រុមអ្នក Demon Slayer ហើយស្របពេលនោះដែរតាន់ជីរ៉ូក៏បានឃើញប្រពន្ធកូនរបស់មូសានហើយគាត់នឹកដល់មនោសញ្ចេតនានិងភាពកក់ក្ដៅរបស់គ្រួសាររបស់គេគាត់អត់បានប៉ះពាល់មូសានទេហើយមូសានព្យាយាមធ្វើអត់ដឹងរឿងអត់ដឹងអីទេទោះជាដូចក្មេងនេះមកពីណាអត់ដែលស្គាល់ដែរអីក៏ប៉ុន្តែមូសានកំពុងតែមានការផិតភ័យមែនទែនដោយសារតែគាត់បានឃើញក្រវិលរបស់តាន់ជីរ៉ូហើយក្រវិលរបស់តាន់ជីរ៉ូហ្នឹងគឺមានអានុភាពមែនទែនចំពោះមូសានមូសានខ្លាចអានុភាពក្រវិលហ្នឹងតែក្រវិលហ្នឹងវាមិនមែនមានយុទ្ធសិលមានមហិទ្ធិឫទ្ធិអីទេមានអាគមអូមអាមអីទេគ្រាន់តែវាជាតំណាងនៃភាពខ្លាំងក្លារបស់បុគ្គលដែលធ្លាប់ពាក់ក្រវិលហ្នឹងអញ្ចឹងទៅណាក្រោយមកទៀតមូសានក៏បានបង្រៀនដានដោយសារតែគាត់បានធ្វើឲ្យមនុស្សម្នាក់នៅចិត្តហ្នឹងកើតទៅជាបិសាចដើម្បីឲ្យតាន់ជីរ៉ូវីវក់និងមានភាពច្បោកច្បល់ពេលដែលជួបមូសានហើយមូសានក៏បានគេខ្លួនមកទៅហើយមនុស្សដែលមូសានបានបំលែងឲ្យទៅជាបិសាចនោះក៏បានហក់ខំមនុស្សស្រីម្នាក់ទៀតដែលនៅក្នុងទីក្រុងនោះដែរហើយពេលនោះតាន់ជីរ៉ូក៏បានរត់ទៅជួយមនុស្សស្រីដែលរងគ្រោះថ្នាក់ដោយសារតែបិសាចដែលមូសានទើបតែបង្កើតក្រោយមកមូសានក៏បានបាត់ខ្លួនមកទៅហើយតាន់ជីរ៉ូក៏ខឹងទៅកាន់មូសានខ្លាំងមែនទែនអញ្ចឹងសម្រាប់ភាគ7នេះដែរសូមបញ្ចប់ត្រឹមនេះសិនអ្នកទាំងអស់គ្នាហើយអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រការសម្រាយរបស់ខ្ញុំពីដើមដល់ចប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចជួយ like subscribe ដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីតាមទាន់រាល់ការសម្រាយរបស់ខ្ញុំគ្រប់ភាគដែរសូមអរគុណជួបគ្នាវីដេអូក្រោយឡើយសិនhere